ชีวิตนี้វាហាក់ដូចជាពិភពដ៏សែនឯកាមួយសម្រាប់ខ្ញុំក៏ព្រោះតែអ្វីដែលខ្ញុំមានត្រូវបានបាត់បង់ដែលមិនអាចវិលត្រឡប់មកវិញខ្ញុំគិតសិនចឹងគូក្បាលខ្ញុំឡើងស្ពឹករមូលខ្ញុំនឹកឃើញរឿងកន្លងដែលទុំខ្ញុំបីដូចជាអ៊ូលឧបសគ្គក្នុងឆាកជីវិតធ្វើឲ្យចិត្តខ្ញុំគិតមិនស្រួលទុំសងដែលបានជួបមានអ្នកណាដែលចង់ទទួលសម័យកាលដ៏សែនលំបាកពីបាននឹងដោះស្រាយជីវិតនេះមិនខុសពីអ្នកទុកលំបាកខ្ញុំបរិយាយរឿងរ៉ាវនៃជីវិតដូចញ៉ាំទុកជាមួយនឹងបាយអ្វីដែលមានត្រូវបាត់បង់មកជីវិតបានត្រឹមតែស្ដាយថ្ងៃមួយនៅពេលប្រឡប់ទទួលដល់អកុសលខ្ញុំបានលឺបេះដូងខ្ញុំហាំងបីដូចជាតក់ក្រហល់អ្នកមិនដែរស្រក់ទឹកភ្នែកលោកឪពុកស្លុតនឹងថ្កល់រឿងរ៉ាវដែលបានកើតឧបសគ្គដែលស្មានមិនដល់បងប្រុសជាទីគោរពកូនសំណប់ជាទីស្រឡាញ់មិនได้ទៅចោលពួកយើងមិនអាឡ័យអាសូរបេះដូងទេវតាលោកមិនអានឹងបដិនិស្ស័យដាក់ជាកំហិនឲ្យពួកយើងបែកគ្នារជីវិតនេះមិនថាថែសម្រាប់យើងទេជីវិតមួយនេះតែជប់សុំនឹងតុងមិនទៀងដូចបទចម្រៀងដែលខ្ញុំកំច្រៀងគ្មានអ្នកស្ដាប់ចម្រៀងគ្មានអ្នកស្ដាប់ជីវិតខ្ញុំក៏ដូចជាជីវិតរកគ្នាជីវិតមួយនេះមិនអាចបានរស់សេចក្តីត្រូវការដូចខ្ញុំបាត់បង់អងទុំវិបានមួយជីវិតអោទុំមួយជីវិតបានកន្លងរំងប់ចិត្តឲ្យបានរសាយខ្ញុំតាំងចិត្តខ្ញុំបំភ្លេចទុំមួយនេះវាចប់ទៅហើយតែមិនទាន់បានបញ្ចប់សម្រាប់ពុកហើយនឹងអ្នកម្ដាយដំណក់ឈាមដ៏មានតម្លៃលោកទាំងពីរមិនអាចបំភ្លេចអកុសលមិនទាន់បញ្ចប់ហេតុបន្ទាប់ក៏ចូលមកដល់ពេលដែលឃើញលោកឪពុកដួលនឹងដេកដង្ហើមគ្មានខ្យល់មកជារីកលោកគ្មានមេត្តាអ្នកប្រហាមលោកខ្ញុំដង្កល់ឈរមិននឹងលុតជង្គង់អោព្រះកាយចិត្តខ្ញុំច្របល់ថប់លឹងហើមនៅស្ទើរមិនរួចពីភូមិលងព្រះជាងងងឹនមានអ្នកណាចង់យំជាមួយលៀងទុកព្រួយវិបត្តិក្នុងចិត្តនេះជាទងរបស់បុគ្គលមិនអាចបន្តព្រមលិខិតកើតមួយជាកូនប្រុងទទួលស្គាល់នេះជាជីវិតកតបកិច្ចពេលមួយជាពីរជាកូនប្រុសរៀនច្បងគ្រួសាររឿងរ៉ាវបានបញ្ចប់ទទួលយកនេះជាវាសនាទុំសំដែលបានជួបធ្វើឲ្យខ្ញុំចង់ផ្ដាច់សង្ខារឲ្យខ្ញុំលែងចង់យល់ខ្ញុំអងកំឡាំងជីវិតនេះមិនថាថែសម្រាប់យើងទេជីវិតមួយនេះតែជប់សុំនឹងតុងមិនទៀងដូចបទចម្រៀងដែលខ្ញុំកំច្រៀងគ្មានអ្នកស្ដាប់ចម្រៀងគ្មានអ្នកស្ដាប់ជីវិតខ្ញុំក៏ដូចជាជីវិតរកគ្នាជីវិតមួយនេះមិនអាចបានរស់សេចក្តីត្រូវការដូចខ្ញុំបាត់បង់អងទុំវិបានមួយជីវិតអោទុំមួយជីវិតជីវិតនេះមិនថាថែសម្រាប់យើងទេជីវិតមួយនេះតែជប់សុំនឹងតុងមិនទៀងដូចបទចម្រៀងដែលខ្ញុំកំច្រៀងគ្មានអ្នកស្ដាប់ចម្រៀងគ្មានអ្នកស្ដាប់ជីវិតខ្ញុំក៏ដូចជាជីវិតរកគ្នាជីវិតមួយនេះមិនអាចបានរស់សេចក្តីត្រូវការដូចខ្ញុំបាត់បង់អងទុំវិបានមួយជីវិតអោទុំមួយជីវិត